ថ្ងៃនេះមកបុកផ្លែដង្កៀបក្តាមជាមួយនឹងដង្កោជាដំបូងគឺបុកខ្ទឹមនេះគឺជាប្រហុកហើយនឹងស្ករត្នោតយើងហ្នឹងហើយនឹងម្ទេសយើងអាចដាក់តាមចំណង់ចំណូលចិត្តគ្រឿងទាំងអស់នឹងបែកហើយបុកដង្កោម្ដងដង្កោយើងអាចរើសយកអារាងតូចក៏បានដែរដោយសារវាមិនសូវទាន់ចាស់ពេកបុកដង្កោរៀងបែកហើយចាំដាក់រីឆ្អើទៅឆ្អើនេះខ្ញុំមិនចង់ឲ្យបុកឲ្យល្អិតពេកទេឲ្យវានៅចឹងខ្លះហើយនឹងដាក់ដង្កៀបក្តាមយើងដាក់មកល្មមជូរដាក់តិចពេកក៏មិនឆ្ងាញ់ដាក់ច្រើនពេកអាចនឹងជូរជ្រុលហ្នឹងគឺជាការស្រាច់ប៉ុណ្ណឹងគឺជាការស្រាច់